បាទថ្ងៃនេះបងប្អូនសូមចែកលេខចំណេះដឹងបែបស្រុកស្រែនៅខាងស្រុកស្រែណាបងឬក៏មេនៅខាងភ្នំពេញគាត់យល់ច្បាស់តែភាគច្រើនខ្ញុំមើលឃើញនៅខាងជនបទនេះភាគច្រើនប្រាំងបូមគាត់ច្រើនតែប្រើឲ្យអស់ឆេញណាកាលណាឲ្យអស់ឆេញលក្ខណៈឲ្យថាអាស្បែកក៏អស់អាដៃក៏អស់ហើយដល់ពេលអញ្ចឹងវាស៊ីទាំងអាដៃទាំងអីហើយដល់ពេលអញ្ចឹងវាជាប់អញ្ចឹងហើយបើសិនណាវាជាប់នេះយើងមានម៉ាស៊ីនកម្លាំងតូចអញ្ចឹងយើងអាចយកមកខាត់ក្តារខាត់អាឡូងយើងខាត់វាអាឡូងអញ្ចឹងទៅតែបើសិនយើងអត់ក្តារខាត់ក៏បានដែរយើងដកកឡវាចេញមកយើងជូតវាឲ្យស្អាតអញ្ចឹងទៅឲ្យស្អាតរួចយើងមើលហ្វឺតចំណុចសំខាន់វាមិនចំណុចលើខាត់ទេគឺចំណុចសំខាន់លើហ្វឺតហើយជាប់ហ្នឹងគឺជាប់ហ្វឺតខាងលើតែបើយើងខាត់យើងមិនបាច់ដកទេតែបើយើងអត់ខាត់សម្រាប់តែបងឬក៏មានណាគាត់អត់មានម៉ាស៊ីនសម្រាប់បវល់អញ្ចឹងយើងដកហ្វឺតអាខាងលើមួយទៅហ្វឺតវាមាន2ភាគហ្វឺតវាមានទូចហើយនិងធំហ្វឺតទូចហ្នឹងយើងនៅខាងលើហើយពីច្រើនវាជាប់អាលើនឹងឯងអញ្ចឹងយើងដកអាលើនឹងចេញទៅហើយបើសិនណាយើងមានសម្រាប់ខាត់ត្រឹមត្រូវអាហ្នឹងយើងមិនបាច់ដកទេវាអត់មានប៉ះពាល់អីទេតែបើសិនយើងអត់មានយើងដកទៅព្រោះធម្មតាតែប្រើយូរទៅវាដីវាលៀនចេញខ្លាំងទៅវាមានស្នាមស្កូតអញ្ចឹងបងហើយជាពិសេសស្បែកប្រាំងហើយស្បែកប្រាំងគឺឆាបចេះដើម្បីអីទី1ឆាបដើម្បីថាសដែលវារាងកលាក់វាស៊ីទៅវាមានកលាក់ហើយប្រភេទស្បែកប្រាំងដែលយើងចាប់ទៅវាមានកលាក់គឺវាចាប់ស៊ីអត់ស្មើទេអត់ស្មូត